ព្រះគម្ពីរសុភាសិតចំពុក12អ្នកណាដែលចូលចិត្តចំពោះសេចក្តីព្រានប្រដៅនោះក៏ស្រឡាញ់តម្រេះតែអ្នកណាដែលស្អប់ដល់សេចក្តីបន្ទោសនោះជាមនុស្សកំរោលវិញមនុស្សល្អនឹងប្រកបដោយព្រះគុណនៃព្រះយេហូវ៉ាតែទ្រង់នឹងកាត់ទោសដល់មនុស្សណាដែលគិតគូរបង្កើតការអាក្រក់គ្មានមនុស្សណាបានតាំងមកមុនឡើងដោយសារអំពើអាក្រក់ទេតែរឿងនៃមនុស្សសុចរិតមិនត្រូវរលើងឡើយស្ត្រីមានចិត្តបរិសុទ្ធនោះជាមកុដដល់ប្តីតែស្ត្រីណាដែលនាំឲ្យមានសេចក្តីខ្មាស់នោះប្រៀបដូចជាសេចក្តីពុករលួយនៅក្នុងឆ្អឹងរបស់ប្តីវិញអស់ទាំងគំនិតរបស់មនុស្សសុចរិតនោះសុទ្ធតែទៀងត្រង់តែគំនិតរបស់មនុស្សអាក្រក់នោះជាសេចក្តីឆោបោកវិញពាក្យសម្ដីរបស់មនុស្សអាក្រក់សុទ្ធតែនិយាយពីការលបចាំកំចាយឈាមតែមាត់របស់មនុស្សទៀងត្រង់នឹងជួយឲ្យគេរួចវិញមនុស្សអាក្រក់ត្រូវដួលហើយមិននៅទីទេតែផ្ទះរបស់មនុស្សសុចរិតបានស្ថិតស្ថេរនៅវិញមនុស្សនឹងបានគេសរសើរតាមប្រាជ្ញារបស់ខ្លួនតែអ្នកណាដែលមានចិត្តវាចនោះគេនឹងស្អប់វិញអ្នកណាដែលគេរាប់អានតិចតែមានបាវបម្រើនោះវិសេសជាងមនុស្សណាដែលដំកើងខ្លួនប៉ុន្តែខ្វះខាតអាហារវិញមនុស្សសុចរិតរមែងប្រណីដល់ជីវិតនៃសត្វរបស់ខ្លួនតែចិត្តរបស់មនុស្សអាក្រក់នោះសាហាវណាស់អ្នកណាដែលធ្វើស្រែខ្លួននោះនឹងបានបាយជាបរិបូរណ៍តែអ្នកណាដែលតាមសេចក្តីឥតប្រយោជន៍នោះគ្មានយោបល់វិញឯមនុស្សអាក្រក់គេចង់បានរបើបរបស់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់តែឫសរបស់មនុស្សសុចរិតនោះបង្កើតផលផ្លែវិញមានអន្តិអាក្រក់នៅក្នុងអំពើរំលងរបស់បបោមាត់តែមនុស្សសុចរិតនឹងចេញរួចពីសេចក្តីលំបាកមនុស្សនឹងបានស្កប់ចិត្តនឹងសេចក្តីល្អដោយសារផលដែលកើតពីមាត់ខ្លួនហើយកិច្ចការដែលដៃមនុស្សធ្វើនោះនឹងបានសងដល់អ្នកនោះវិញមនុស្សល្ងីល្ងើរមែងឃើញផ្លូវរបស់ខ្លួនជាត្រឹមត្រូវហើយតែអ្នកដែលមានប្រាជ្ញានោះតែងស្ដាប់សេចក្តីដំបូន្មានវិញសេចក្តីខ្នក់ខ្នាញ់ក្នុងចិត្តមនុស្សល្ងីល្ងើនោះបានសម្ដែងមកឲ្យឃើញភ្លាមតែមនុស្សឆ្លៀវឆ្លាតគេតែងគ្រប់បាំងសេចក្តីខ្មាស់វិញអ្នកណាដែលពោលពាក្យពិតនោះរមែងសម្ដែងចេញនៅសេចក្តីសុចរិតតែសាក់សីខ្លាំងខ្លាយនោះសម្ដែងសេចក្តីកំពូតវិញមានគេដែលពោលពាក្យឥតបើគិតដូចជាចាក់ដោយដាវតែសម្ដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញបបោមាត់ដែលបញ្ចេញសេចក្តីពិតនោះនឹងបានតាំងជាប់នៅជានិច្ចតែអណ្ដាតភូតផរនោះនៅតែមិនផ្លែទេការឆោបបោករមែងនៅក្នុងចិត្តនៃមនុស្សដែលគិតគូរបង្កើតការអាក្រក់តែមានសេចក្តីអំណរសម្រាប់មនុស្សដែលប្រឹក្សាឲ្យមានសេចក្តីសុខមនុស្សសុចរិតនឹងមិនត្រូវកើតមានសេចក្តីផិតភ័យអន្តរាយឡើយតែមនុស្សដែលប្រព្រឹត្តអាក្រក់នឹងបានឆ្អែតដោយការអាក្រក់បបោមាត់ដែលពោលពាក្យភូតផរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាតែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់នោះជាទីគប់ដល់ពេលហារតីទ្រង់វិញមនុស្សដែលមានគំនិតគេគ្របបាំងចំណេះរបស់ខ្លួនតែចិត្តរបស់មនុស្សល្ងីល្ងើតែងតែប្រកាសពីសេចក្តីល្ងង់វិញ
ដៃរបស់មនុស្សព្យាយាមនឹងបានឡើងគ្រប់គ្រងតែមនុស្សខ្ជិលច្រអូសនឹងត្រូវទទួលការបម្រើវិញការຕົកដែលក្របសង្កត់ចិត្តនោះធ្វើឲ្យរួញថយចុះតែពាក្យល្អមួយម៉ាត់នឹងធ្វើឲ្យរីករាយឡើងមនុស្សសុចរិតជាអ្នកនាំផ្លូវដល់អ្នកជិតខាងតែផ្លូវរបស់មនុស្សអាក្រក់រមែងនាំឲ្យវង្វេងវិញមនុស្សខ្ជិលច្រអូសគេមិនអាំងសាច់របស់សត្វដែលខ្លួនចាប់បានទេតែអ្វីៗដែលមនុស្សឧស្សាហ៍មាននោះក៏រាប់ជាវិសេសវិញជីវិតស្ថិតនៅក្នុងផ្លូវនៃសេចក្តីសុចរិតហើយក្នុងផ្លូវច្រកនោះគ្មានសេចក្តីស្លាប់ឡើយ